Vị nấy nó mọc nơi sẽ đây thay thân ổ nhưng chưa thà clear mùi ní khi dương thọp lư trán bàn tay bà sân chỉ dương ớt bàn sắc xa làm ớt tế dương cả thà vi chi rừng thọ mà đà bàn tay bà sân dương sắc xa làm ớt dương an dương srao chi điếu dương mới khanh thà vị nấy nó cứ sầm khan mền tên vì priệp đôi chỉสកម្មភាពទូចៗដែលនាំយើងឆ្ពោះទៅរកគោលដៅធំរបស់យើងវាប្រៀបដូចជាចំហៀនមួយចំហៀនប៉ុន្តែនៅថ្ងៃមុខយើងអាចឡើងទៅដល់កំពូលភ្នំបានដូចយើងឡើងភ្នំអញ្ចឹងណាអញ្ចឹងកំវិន័យប្រៀបដូចជាអ្វីមួយនៅក្នុងជីវិតរបស់យើងដែលយើងអត់អាចខ្វះបានសម្រាប់ឆ្ពោះទៅរកគោលដៅឬក៏ក្តីសម័យរបស់យើងអញ្ចឹងយើងធ្វើអីមួយអត់អាចពឹងផ្អែកតែលើកម្លាំងជំរុញឬក៏ចំណងមួយផ្លែតបានទេចំណងមួយផ្លែតប្រៀបដូចជាភ្លើងច្បើងអញ្ចឹងពនូកច្បើងទៅយើងដុតទៅវាឆេះបានតែមួយផ្លែតហ្នឹងវាឆេះបានតែមួយផ្លែតហ្នឹងតែមួយផ្លែតហើយបន្ទាប់មកវាលុតទៅវិញតែបើសិនយើងដុតឈើខ្លឹមវាឆេះអត់សតោសថើទេប៉ុន្តែវាងុំបានយូរឬយើងដុតខ្ជុងវាងុំបានយូរអញ្ចឹងបើសិនយើងនិយាយវិន័យវិញប្រៀបដូចជាយើងដុតឈើខ្លឹមអញ្ចឹងវាឆេះតិចប៉ុន្តែវាងុំបានយូរយើងអាចទាញប្រយោជន៍ពីវាបានយូរអញ្ចឹងបើសិនជាយើងចង់សម្រេចគោលដៅធំនៅក្នុងជីវិតរបស់យើងឬក៏ឆ្ពោះទៅកាន់ទីកន្លែងខ្ពស់ណាមួយខ្ញុំលើកទឹកចិត្តទាំងអស់គ្នាគួរតែដាក់វិន័យខ្លួនឯងឧទាហរណ៍ថាយើងចង់បានសាច់ដុំធំចុះទៅហាត់ប្រាណមួយថ្ងៃកន្លះម៉ោងរៀងរាល់ថ្ងៃអញ្ចឹងរយៈពេលមួយខែពីរខែប្រហែលជាឃើញលទ្ធផលតិចតួចប៉ុន្តែមួយឆ្នាំពីរឆ្នាំយើងនឹងឃើញការផ្លាស់ប្ដូរឲ្យមួយនៅក្នុងជីវិតរបស់យើងហើយយើងឧទាហរណ៍យើងចង់ក្លាយជាមនុស្សដែលប្រកែកគិតមានគំនិតច្បល់ច្រើនយើងចំណាយពេលអានមួយថ្ងៃមួយទំព័រពីរទំព័របីទំព័រមួយឆ្នាំពីរឆ្នាំយើងមើលឃើញខ្លួនឯងផ្លាស់ប្ដូរហើយក្លាយជាមនុស្សម្នាក់ដែលមានគំនិតថ្មីច្រើនជាងមុនអញ្ចឹងវិន័យហ្នឹងសំខាន់ណាស់មិនត្រឹមតែនាំមកនៅសេចក្តីថ្លៃថ្នូរទេប៉ុន្តែនាំមកនៅភាពជោគជ័យហើយនឹងការសម្រេចគោលដៅធំទៀតអញ្ចឹងទាំងអស់គ្នាគួរតែពិចារណាឆ្នាំថ្មីឯងកុំទុកជីវិតឲ្យនៅដដែលគួរតែមានការផ្លាស់ប្ដូរអីមួយយើងចាប់ផ្ដើមផ្លាស់ប្ដូរពីតិចទៅច្រើនពីទូចទៅធំអញ្ចឹងតិចច្រើនឬក៏ទូចធំអីសំខាន់ឲ្យតែបានផ្លាស់ប្ដូរហើយផ្លាស់ប្ដូររៀងរាល់ថ្ងៃផ្លាស់ប្ដូរពីមិនល្អទៅល្អផ្លាស់ប្ដូរពីយឺតទៅលឿនហើយផ្លាស់ប្ដូរពីទូចទៅធំអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានគំនិតថ្មីអីមួយនៅថ្ងៃនេះបាទសូមអរគុណ